đây nào kia admin បានត្រឡប់មកវិញហើយ admin រយៈពេល7 អាទិត្យដែរបំផុត admin ប្រឡងរួចហើយតែខែ7ហ្នឹងគឺ admin ផាត់ជាប្រឡងឆមាសភាសាខ្មែរទៀតមិនទាន់ដល់ទេប្រហែលជាចុងខែអីហ្នឹងគ្រាន់តែចង់ប្រាប់អ្នកគ្នាថាផាត់ជាខែ8អីហ្នឹង admin បានចេញរឿងលឿនជាងមុនខែ7វិញ admin ចេញរឿងធម្មតាទេប៉ុន្តែអាចនឹងរៀងពេលខ្លះយូរអីហ្នឹងទៅតាមពេលដែល admin រវល់សង្ឃឹមថាអ្នកគ្នារងចាំណាអ្នកដែលចង់លើកទឹកចិត្ត admin អីអាចលើកទឹកចិត្តតាមរយៈ QR ខាងលើនេះបានមកក៏ admin យកដែរនេះទៅគឺតាមសទ្ធាអ្នកទាំងអស់គ្នាទេMaster បានកាត់ពេលដែលគាត់ធ្វើជាអ្នកដោះស្រាយបញ្ហាលបចូលទៅក្នុងវិទ្យាស្ថានវេទមន្តជាច្រើនក្នុងអំឡុងពេលដែលខ្ញុំធ្វើជាអ្នកដោះស្រាយបញ្ហាបានបង្រៀនខ្ញុំនៅរឿងដ៏សំខាន់មួយពួកវេទមន្តដែលបានស្រាវជ្រាវរឿងវេទមន្តដែលគេហៅថាពួកក្បាលស្លាប់បាកាគឺមានលក្ខណៈសម្គាល់រួមមួយដូចគ្នាបងឡើយពួកគេចុចចិត្តបោតសក់ក្បាលដែលដកពួកគេខ្លាំងណាស់រហូតដល់មួយសន្ទុះក្រោយមកវាមិនសល់សក់ច្រើនឡើយវាមានដំណាក់កាលនៃការជ្រុះសក់ទី1ពួកគេចុចចិត្តក្របមួកចិត្តដើម្បីប្រកែកថាក្បាលខ្លួនមិនទំពេកទេទី2ពួកគេទទួលស្គាល់ភាពទំពេករបស់ខ្លួនហើយពួកគេបានបង្ហាញចេញមកទី3ពួកគេកោសសក់ដែលនៅសេសសល់ទាំងប្រមាណចេញអស់តែម្ដងហើយចុងក្រោយពួកគេបានស្រាវជ្រាវធ្វើឲ្យរឿងដែលមិនអាចទៅរួចខ្ល้ายជាអាចទៅរួចការប្រើប្រាស់វេទមន្តដើម្បីធ្វើឲ្យសក់ដោះឡើងវិញទោះជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ទទួលបានជោគជ័យឡើយតែបុរសម្នាក់នេះខុសប្លែកពីគេបុរសម្នាក់នោះក៏បាននិយាយឡើងអនុញ្ញាតឲ្យខ្ញុំចាប់ផ្ដើមដោយការសុំទោសជាមុនសិនបងប្រុសរបស់ខ្ញុំគឺជាកូនពៅក្នុងគ្រួសារដូច្នេះពួកយើងបានយកនឹងតាមចិត្តគេខ្លាំងណាស់ខ្ញុំមិននឹកស្មានសោះថាគេនឹងមានចរិតឆ្លើយដាក់ភ្ញៀវរបស់លោកម្ចាស់ដែលមានបែបនេះសោះណែ Aster វិញដូចជាមិនបានស្ដាប់ពាក្យសម្ដីរបស់បុរសនោះនិយាយទេក្នុងចិត្ត Aster វិញកំពុងតែគិតថាបុរសនេះមានសក់ច្រើនណាស់ព្រោះបុរសនេះធ្វើការនៅក្នុងវិទ្យាស្ថានវេទមន្តហើយអ្វីបានជាគាត់មិនជ្រុះសក់អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺគាត់នៅក្មេង Aster ក៏បានសួរទៅបុរសនោះថាអ្នកធ្វើការនៅសាលាស្រាវជ្រាវវេទមន្តមែនទេបុរសនោះក៏បានតបមែនហើយបច្ចុប្បន្នខ្ញុំកំពុងបំពេញតួនាទីជាអនុប្រធាននៃសារនេះគាត់ក៏បានហត់កោតទឹកឲ្យទៅ Aster ផងដែរ Aster ក៏បានទទួលយកនិងនិយាយអរគុណក៏បានយកទឹកនោះផឹកហើយក្នុងចិត្តរបស់គាត់កំពុងតែគិតថាគាត់នៅក្មេងពេកក្នុងការធ្វើជាអនុប្រធានក៏ដូចជា Blender មិនដែលផ្ដល់តំណែងនោះឲ្យគាត់ដោយសារតែខ្សែស្រឡាយឈាមតែមួយមុខនោះឡើយខ្ញុំប្រកាសណាស់ថាគាត់ទទួលបានតំណែងនេះដោយសារសមត្ថភាពផ្ទាល់ខ្លួននោះបានមើលទៅ Aster និងបាននិយាយឡើងថាឯងគឺជាករណីដ៏គួរចាប់អារម្មណ៍ម្នាក់ណាស់ Aster ឯងមិនដូចជាមនុស្សធម្មតាដែលមកពីតំបន់ព្រំដែននៃពន្លឺស្រមោលនោះទេ Aster នៅពេលដែលឮគេសរសើរខ្លួនដូច្នេះគាត់ក៏បានសើចឡើងនិយាយថាពិតមែនហើយប៉ុន្តែនៅក្នុងចិត្ត Aster កំពុងតែគិតថាខ្ញុំចង់ឲ្យគាត់មកបង្កចំនួនជាមួយខ្ញុំដោយបើកចំហជាងមកផ្ដល់ស្នាមញញឹមបែបមនុស្សល្អដាក់ខ្ញុំបែបនេះខ្ញុំនឹងគាត់ច្បាស់ជាមិនអាចចោះសម្រងគ្នាបានឡើយនោះក៏បានសួរទៅ Aster ថាតើឯងត្រូវបានគេផ្ដល់ឱកាសឲ្យចូលរៀននៅសាលា Senion មែនទេអបអរសាទរផងណា Aster ក៏បានឆ្លើយអរគុណបុរសនោះក៏បាននិយាយទៀតថាខ្ញុំជឿជាក់ថាវានឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់អ្នកខ្ញុំផ្ទាល់ក៏ជាអតីតនិស្សិតនៅសាលា Senion ដែរខ្ញុំបានបញ្ចប់ការសិក្សាក្នុងចំនួន1405 Aster លើកដូច្នេះហើយបានគិតក្នុងចិត្តថាហេតុអ្វីបានជាគាត់លើករឿងនេះមកនិយាយវិញណែឯបុរសនោះវិញនៅពេលដែលឃើញទឹកមុខ Aster ឆ្ងល់ដូច្នេះក៏បាននិយាយសុំទោសបាននិយាយទៀតថាប្រសិទ្ធជាខ្ញុំនិយាយច្រើនខ្ញុំមិនមានបំណងអ្វីផ្សេងឡើយខ្ញុំគ្រាន់តែសប្បាយចិត្តខ្លាំងណាស់នៅពេលឮថាអ្នកនឹងទៅរៀននៅសាលា Senion អញ្ចឹងយើងមកជជែករឿងការងារវិញម្ដងទៅព្រោះក៏បាននិយាយអូខេខ្ញុំត្រៀមខ្លួនស្ដាប់ហើយនៅពេលដែលបុរសនោះសួរជាគាត់បានឈប់លេងសើចទៀតហើយគាត់បាននិយាយថាមុននឹងយើងចូលដល់រឿងនោះខ្ញុំមានសំណួរមួយចង់សួរអ្នកចំណែក Aster វិញគឺចង់ដឹងថាបុរសនោះសួរពីអ្វីណាក៏បានសួរថាតើអ្នកអាចប្រថុយជីវិតដើម្បីជួយមិត្តភក្តិរបស់អ្នកបានទេ Aster លើសំណួរនេះហើយដូចជាគាត់មិនទាន់យល់ពីសំណួររបស់បុរសនេះទេបុរសនោះក៏បានយកសៀវភៅមួយចេញមកនិយាយទៀតថាសំណួរមួយនេះគឺសំខាន់ណាស់ជោគវាសនារបស់ត្រកូល Blender គឺស្ថិតនៅលើបន្ទាត់គ្រោះថ្នាក់ហើយប្រសិនបើអាចប្រថុយជីវិតដើម្បីមិត្តភក្តិរបស់អ្នកបានខ្ញុំនឹងប្រគល់សៀវភៅនេះឲ្យអ្នកព្រោះនៅពេលដែលឃើញសៀវភៅនោះហើយក៏រៀបភ្ញាក់ផ្អើលនឹងបានគិតថាខ្ញុំចាំសៀវភៅនេះបានវាគឺជាសៀវភៅវេទមន្ត Snow របស់ត្រកូល Blender សៀវភៅពន្លឺនៃការព្យាបាលរួចមកគេក៏កាត់មកដល់ម៉ាក់របស់ Damien វិញម៉ាក់របស់ Damien ដូចជាកំពុងតែថែសួនគាត់បានគិតថា
ការចោទឈ្មោះចូលរៀននៅសាលារបស់ដេមៀនដែលធ្លាប់តែជាបញ្ហាឈឺក្បាលនោះពេលនេះលែងជាបញ្ហាទៀតហើយនេះដូចជាបានដកបន្ទុកមួយដ៏ធំចេញពីទ្រង់អីចឹង Aster គឺជាមិត្តល្អម្នាក់របស់ដេមៀនគេមានសមត្ថភាពហើយចំពោះចរិតលក្ខណៈវិញបើតាមសម្ដីរបស់ Fedo គេរៀងឆ្លើយបន្តិចនៅពេលខ្លះប៉ុន្តែជារឿងធម្មតាតែសម្រាប់មនុស្សពេញវ័យគាត់បាននិយាមឡើងនិងគិតទៀតថាអ្វីដែលខ្ញុំពេញចិត្តបំផុតចំពោះគេគឺទោះបីជាគេដឹងពីប្រវត្តិផ្ទៃក្នុងរបស់ដេមៀនក៏ដោយក៏អរិយាប័ត្ររបស់គេចំពោះដេមៀនមិនមានការប្រែប្រួលទាល់តែសោះ Aster ពិតជាខុសប្លែកពីគេព្រោះហេតុនេះហើយទើបវាមានតម្លៃក្នុងការរក្សាគេទុកនៅក្បែរខ្លួនតែខ្ញុំគិតថាវាក៏មានន័យថាគេនឹងមិនព្រមចូលឲ្យអ្នកណាម្នាក់ឡើយគេដូចជាសត្វបក្សីដែលមិនព្រមរស់នៅក្នុងទ្រុងអីចឹងវាមានវិធីជាច្រើនដើម្បីរក្សាមនុស្សម្នាក់ឲ្យនៅក្បែរខ្លួនខ្ញុំត្រូវតែកាត់គូឲ្យបានដិតដល់ថាគួរធ្វើបែបណាចំពោះ Aster ខ្ញុំមិនអាចបណ្ដោយឲ្យក្របពេកដ៏មានតម្លៃបែបនេះរបូតពីដៃបានឡើយជាពិសេសគឺដើម្បីជាប្រយ័ត្នដល់ដេមៀនហើយគេក៏កាត់មកដល់ពេលនេះវិញតើកំពុងតែគិតថាហេតុអ្វីគាត់សុខចិត្តប្រកល់សៀវភៅវេទមន្តត្រកូល Blender ឲ្យខ្ញុំបែបនេះតើវាមានល្បិចឬលក្ខខណ្ឌអ្វីនៅពីក្រោយនឹងមែនទេការភ្នែករបស់គាត់គឺថ្លាឆ្វង់ទើបតែមើលធ្លុះប្រហែលជាមកពីហេតុផលនេះហើយទើបខ្ញុំមើលគាត់មិនធ្លុះសោះមិនថាគាត់កំពុងធ្វើទង្វើល្អឬអាក្រក់ទេខ្ញុំគួរតែអាចចាប់អារម្មណ៍ពីអារម្មណ៍ណាមួយនៅក្នុងភ្នែករបស់គាត់បានខ្លះប៉ុន្តែគាត់មិនបង្ហាញអ្វីចេញមកទាល់តែសោះគាត់ដូចជាធាតុករលាក់មុខអីចឹងខ្ញុំមិនដឹងវាមានន័យយ៉ាងម៉េចទេគឺគាត់ដូចជាកំពុងពាក់របាំងមុខគាត់ប្រហែលជាមិនដឹងខ្លួនឯងផងក៏មិនដឹងរស់នោះក៏បាននិយាយឡើងថាខ្ញុំមិនមែននិយាយរឿងនេះលេងៗទេកុំឆ្លើយសំណួរនេះគ្រាន់តែដើម្បីចង់បានរង្វាន់ដែលនៅក្នុងដៃខ្ញុំអី Aster ក៏បានឆ្លើយថាខ្ញុំមានចម្លើយរបស់ខ្ញុំរួចហើយដោយដឹងពីរឿងនេះពេលនេះខ្ញុំកាន់តែប្រកាស Aster ក៏បាននិយាយឡើងថាទេអរគុណហើយពួកយើងស្ថិតនៅក្នុងស្ថានភាពដុនដាបដូចគ្នាទេមិនចាំបាច់ធ្វើពុតជាខ្ពង់ខ្ពស់ជាងគ្នានោះឡើយដូច្នេះបើលោកមានរឿងចង់ឲ្យខ្ញុំជួយនិយាយមកចោះបើអាចធ្វើបានខ្ញុំនឹងធ្វើមិនបានខ្ញុំនឹងដកខ្លួនរស់នោះនៅពេលដែលឃើញរកពេលរបស់ Aster ធ្វើដូច្នេះគាត់និយាយឡើងទាំងខឹងថាតើឯងប្រកាសចិត្តទេគ្រាន់តែបានឮរឿងនេះក៏អាចជាការគំរាមកំហែងដល់ជីវិតរបស់ឯងដែរឯងបដិសេធបន្ទាប់ពីបានឮអ្វីដែលខ្ញុំនិយាយខ្ញុំប្រហែលជាត្រូវសម្លាប់ឯងហើយ Aster និយាយទាំងមើលម៉ាក់ពេញថាអញ្ចឹងសាឡបងមើលទៅយ៉ាងណាមិញមនុស្សយើងស្លាប់បានតែមួយដងកូនជាស្រ័យផងណាអ្នកនរគ្នាមានសំឡេងរំខានដោយសារតែពេលនេះគឺមេឃកំពុងតែភ្លៀងនិយាយចប់ Aster ក៏បាននឹកឃើញភ្លាមថាមែនហើយបើនិយាយទៅខ្ញុំត្រូវស្លាប់2ដងហើយតើប៉ុន្តែមិនអីទេសម្ដីមុនដំបូងនោះដូចជាគាត់ថាឲ្យខ្លួនឯងអញ្ចឹងសារតែគាត់បានស្លាប់ម្ដងហើយរនោះនៅពេលដែលឃើញ Aster និយាយដូច្នេះហើយគាត់ក៏បានបញ្ចេញថាមពលឡើងមកធ្វើឲ្យទីកន្លែងនោះមានការញ័រជាខ្លាំងគាត់ក៏បានបញ្ចេញថាមពលនោះដាក់ទៅ Aster ផងដែរតែ Aster បានធ្វើដូចជាធម្មតារនោះពេលឃើញដូច្នេះគាត់ក៏បាននិយាមឡើងល្អណាស់ឯងពិតជាអស្ចារ្យមែន Aster ឯងបានជាប់ការធ្វើតេស្តហើយនឹងនិយាយតាមត្រង់ចោះខ្ញុំត្រូវការអ្នកណាម្នាក់ដែលខ្ញុំអាចទុកចិត្តបានតែអ្នកនោះមិនអាចជាមនុស្សមកពីត្រកូល Blender ឡើយ Aster បានកាត់មុននេះខ្ញុំស្ទើរតែបែកការវាប្រហារទៅលើគាត់មុនទៅហើយរស់នោះបន្តនិយាយទៀតថានិយាយតាមត្រង់ទៅខ្ញុំមិនបានរំពឹងខ្ពស់ពីឯងប៉ុន្មានទេលោកដែលមកពីតំបន់អាណាធិបតេយ្យគឺដូចគ្នាតែប៉ុណ្ណឹងហើយលោកម្ចាស់ដែលមាននៅក្មេងពេកដូច្នេះខ្ញុំមិនអាចទុកចិត្តលើការសម្រេចចិត្តរបស់គាត់បានឡើយតែហេតុអ្វីបានជាលោកស្រីដែលស្រឡាញ់តាមចិត្តគាត់បែរជាសម្រេចចិត្តបណ្ដោយឲ្យឯងនៅក្បែរគាត់ទៅវិញខ្ញុំគិតថាវាច្បាស់ជាមានអាថ៌កំបាំងលើពីនឹង Aster ក៏បាននិយាយកាត់ថាហើយវាក៏ស្របពេលដែលប្អូនប្រុសរបស់លោកបានបង្កចំនួនជាមួយភ្ញៀវមែនទេនោះក៏បានតបបាទឯងទីត្រូវហើយ Aster ក៏បានឲ្យបរិសនោះនិយាយបន្តទៀតមករនោះក៏បានក្រហមបន្តិចបន្តនិយាយទៀតថាមិនថាជាយ៉ាងណាមានលេសដ៏ល្អឥតខ្ចោះមួយអូនប្រុសរបស់ខ្ញុំបានឆ្លោះជាមួយឯងហើយបានហៅខ្ញុំឲ្យមកជួយដោះស្រាយវាគឺជាលេសបិទបាំងដ៏ល្អបំផុតសម្រាប់ពួកយើងក្នុងការជួបជែកគ្នាប្រុសក៏បានគិតថាលេសបិទបាំងដ៏ល្អឥតខ្ចោះអីចឹងឯងតែអនុប្រធាននៃសារស្រាវជ្រាវនេះមានហេតុផលអ្វីដែលត្រូវយកប្អូនប្រុសធ្វើជាខែបីមកជួបជជែកជាមួយខ្ញុំឯងនិយាយត្រូវហើយវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការចូលទៅរកឯងមុនណានេះមិនមែនជាចំនួនផ្ទៃក្នុងទេ Blender គឺជាគ្រួសារដែលមានភាពសាមគ្គីភាពជិតស្និទ្ធណាស់គាត់ក៏បានទម្លាក់ទឹកមុខចុះ
និយាយថាប៉ុន្តែខ្ញុំកំពុងត្រូវបានតាមដាននិងស៊ើបអង្កេតដោយត្រកូលឌីកជូឡានប្រុសក៏បានគិតបន្តិចនិងសួរថាហេតុអ្វីទៅនោះក៏បាននិយាយឡើងថាដោយសារតែឯងនិយាយថាឯងមិនប្រកែកទោះបីជាខ្ញុំសម្រាប់ឯងក៏ដោយដូច្នេះខ្ញុំនឹងនិយាយត្រង់ជាមួយឯងចោះគ្រាន់តែចង់បញ្ជាក់ថាខ្ញុំមិនមានបំណងសម្រាប់ឯងពិតមែនទេតាមត្រង់ទៅបច្ចុប្បន្នខ្ញុំកំពុងស្រាវជ្រាវពីវិជាហោះហើរលើមេឃរបស់ត្រកូលឌីកជូឡានហើយមើលទៅហាក់ដូចជាពួកគេដឹងខ្លួនបាត់ទៅហើយតើលុះដូច្នេះហើយពិតជាភ្ញាក់ផ្អើលមែនទែនស្ទើក៏បានសួរថាឯងស្គាល់វិជាហោះហើរលើមេឃនឹងមែនទេវាមានសៀវភៅវេទមន្តសម្ងាត់មួយដែលមានតែមនុស្សរបស់ត្រកូលឌីកជូឡានប៉ុណ្ណោះដែលអាចមើលវាបានរនោះបានតបថាខ្ញុំទទួលបានវាមកតាមរយៈវិធីសាស្ត្រមិនធម្មតាមួយតែស្ទើក៏បានលើកដៃមកនិងនិយាយថាចាំបន្តិចសិនក៏បានសួរឡើងថាចុះហេតុអ្វីបានជាលោកនៅមានជីវិតរស់នៅឡើយលោកច្បាស់ជាបានស្រាវជ្រាវពីវិធីទប់ទល់នឹងវេទមន្តទាំងនោះហើយរនោះក៏បានតបបែបប្រកបណាស់ត្រកូលឌីកជូឡានគឺមានចរិតកាចសាហាវណាស់សិនបើពួកយើងស្រាវជ្រាវរកវិធីទប់ទល់ពួកគេច្បាស់ជាព្យាយាមសម្រាប់ខ្ញុំមិនខានថាក្នុងតម្លៃណាក៏ដោយទោះបីជាខ្ញុំជាអនុប្រធាននៅទីនេះក៏ដោយរឿងវាយ៉ាងនេះកាលពីដំបូងពួកយើងព្យាយាមស្រាវជ្រាវតែពិធីទប់ទល់ប៉ុណ្ណោះប៉ុន្តែខ្ញុំមិនអាចទប់ចិត្តមិនឲ្យមើលបានវិជាហោះហើរលើមេឃដែលជាឫសគល់នៃវេទមន្តទាំងអស់របស់ត្រកូលឌីកជូឡាននិងវិធីសាស្ត្រក្នុងការអភិវឌ្ឍវាឲ្យកាន់តែល្អឥតខ្ចោះថែមទៀតខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបានឡើយបើសិនបើឯងទៅក្នុងស្ថានភាពដូចខ្ញុំអាស្ទើខ្ញុំជឿថាឯងច្បាស់ជាយល់ពីអារម្មណ៍មួយនេះស្ទើបានគិតថាបរិមម្នាក់នេះហេងជេងគាត់មិនមែនគ្រាន់តែជាមនុស្សចម្លែកនោះទេគឺគាត់ឈ្ងុយវង្វេងព្រោះតែចំណេះដឹងទាំងស្រុងតែម្ដងនេះបានបញ្ចប់ត្រឹមហ្នឹងបានជាអ្នកគ្នាចង់លើកទឹកចិត្ត admin A អាចលើកទឹកចិត្តតាមរយៈ QR ខាងលើនេះបានតាមសទ្ធារបស់អ្នកទាំងអស់គ្នាទេ